ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែលំហាត់លេខ2នៅក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង2ខ្ទង់ដោយមានត្រាទុកប៉ុន្តែមុននឹងអ្នកគ្រូកែអ្នកគ្រូសូមឲ្យយើងជួយចុច like និងចុច subscribe ឲ្យអ្នកគ្រូម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតចឹងយើងមើលលំហាត់លេខ2ចូលបង្កើតចំណោទដោយប្រើល្បះលេខខាងក្រោមក27បូក6និងខ35បូក8អញ្ចឹងលំហាត់នេះគឺគេឲ្យយើងបង្កើតប្រធានចំណោទយើងមិនចាំបាច់ដោះស្រាយចំណោទឲ្យគេទេយើងបង្កើតតែចំណោទមានន័យថាបង្កើតតែប្រធានចំណោទនឹងមកបានហើយដោយប្រើប្រាស់ល្បះលេខកហើយនិងខអញ្ចឹងយើងដាក់ចម្លើយមក2បង្កើតចំណោទដោយប្រើល្បះលេខខាងក្រោមក27បូក6អញ្ចឹងយើងអាចបង្កើតថាមីងច័ន្ទចិញ្ចឹមមាន់ចំនួន27ក្បាលដែលចំនួន27នេះគឺយើងបង្កើតតាមតួទី1តួលេខទី1របស់យើងបន្ទាប់មកនឹងទាចំនួន6ក្បាលដែលយើងបង្កើតឲ្យត្រូវនឹងតួលេខទី2របស់យើងបន្ទាប់មកយើងសួរថាតើមីងច័ន្ទចិញ្ចឹមសត្វទាំងអស់មានប៉ុន្មានក្បាលគឺយើងត្រូវសួរឲ្យចំនួនទី1នឹងបូកនឹងចំនួនទី2អញ្ចឹងយើងនិយាយរៀបរាប់នឹងមាន់ហើយនឹងទាអញ្ចឹងគឺយើងត្រូវសួរធ្វើម៉េចឲ្យគេយកចំនួនមាន់និងទានឹងដាក់បូកបញ្ចូលគ្នាអញ្ចឹងគឺយើងសួររកចំនួនសរុបនៃសត្វទាំងពីរនោះនឹងប្រើប្រមាណវិធីបូកអីដែលយើងបានត្រឹមត្រូវតាមប្រមាណវិធីដែលគេឲ្យនឹងតែបើយើងសួរផ្សេងអានឹងកន្លែងប្រមាណវិធីនេះទៅជាផ្សេងដែរអញ្ចឹងដើម្បីបង្កើតឲ្យកើតជាប្រមាណវិធីបូកគឺយើងត្រូវសួររកចំនួនសរុបនៃចំនួនទាំងពីរហ្នឹងហើយបើគេបូក3 4ខ្ទង់សួររកចំនួនសរុបទៅគេនឹងដាក់បន្ថែមចូលគ្នានៃចំនួនទាំងអស់ហ្នឹងហើយតទៀតយើងមើលលំហាត់ខលំហាត់ខ35បូក8អញ្ចឹងគឺយើងអាចបង្កើតថាសុភាមានក្រដាស់ពណ៌ស35សន្លឹកដែលចំនួន35នេះគឺយើងបង្កើតឲ្យត្រូវជាមួយតួទី1នេះបន្ទាប់មកនិងក្រដាស់ក្រហម8សន្លឹកយើងបង្កើតឲ្យមានចំនួនទាក់ទងនឹងតួទី2បន្ទាប់មកយើងសួរថាតើនាងមានក្រដាស់ទាំងអស់ប៉ុន្មានសន្លឹកអញ្ចឹងគឺយើងសួរធ្វើម៉េចឲ្យគេយកចំនួន35និង8ហ្នឹងបូកបញ្ចូលគ្នាអញ្ចឹងពេលយើងសួររកក្រដាស់សរុបគេប្រកាសជាយកក្រដាស់សបូកនឹងចំនួនក្រដាស់សបូកនឹងចំនួនក្រដាស់ក្រហមហើយគឺយើងសួរបែបហ្នឹងឲ្យคล้ายទៅជាប្រមាណវិធីបូកយើងសួរបែបហ្នឹងឲ្យពេលដែលគេដោះស្រាយទៅជា35បូក5 8ហើយកន្លែងនេះគឺអ្នកគ្រូដាក់លើសកន្លែងសញ្ញាខណ្ឌណាតនេះអត់មានសញ្ញាខណ្ឌទេគឺយើងមានតែសញ្ញាសួរមួយទេអញ្ចឹងតេតងទៅនឹងកំណែនៅក្នុងលំហាត់លេខ2ការបង្កើតចំណោទនេះគឺមានប៉ុណ្ណឹងសូមអរគុណច្រើននិងសូមជម្រាបលាជួបគ្នាបន្តទៀតនៅវីដេអូក្រោយ